ព្រះវិហារព្រះកែវមរកតជាសំណង់ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទិដ្ឋភាពផ្នែកស្ថាបត្យកម្មដែលអាចហៅបានថាជាស្ថាបត្យកម្មបែបចម្រុះបញ្ចូលគ្នាទី1រចនាសម្ព័ន្ធនៃអគារគូដោយវិស្វករជនជាតិបារាំងមានសសរបេតុងអាមេចំនួន26ដើមសម្រាប់ទ្រដំបូលផ្ទាល់ក៏ប្រើប្រព័ន្ធធ្នឹមបេតុងអាមេដូចគ្នាហើយជាដំបូលដែលគង់វង្សមកដល់សពថ្ងៃនៅខាងក្នុងនៃបណ្ដុំសសរដ៏ច្រើននេះមានសំណង់ឥដ្ឋបែបខ្មែរបុរាណហើយសំណង់នេះឯងដែលជាព្រះវិហារបច្ចុប្បន្នសំណង់នេះបានសាងសង់ដើម្បីទ្រពីដានរីឯជញ្ជាំងសម្រាប់គូគំនូរនៅខាងក្នុងព្រះវិហារមិនមានសសរទេដូច្នេះចាំបាច់ណាស់ក្នុងការប្រើធ្នឹមដែលអាចលាតសន្ធឹងបានវែងបំផុតហើយធ្នឹមដ៏វែងដែលមានប្រវែងជាង10ម៉ែត្រទាំងនេះនៅទីបំផុតបានចាប់ផ្ដើមកោងហើយស្រុតការស្រុតចុះនៃប្រព័ន្ធធ្នឹមនេះបណ្ដាលឲ្យមានការរំកិលចេញពីទីតាំងដើមបន្តិចបន្តួចដែលល្មមនឹងបំផ្លាញរចនាសម្ព័ន្ធសំណង់បាននៅពេលដែលធ្នឹមស្រុតចុះបែបនេះជញ្ជាំងចាប់មានស្នាមប្រេះហើយជាច្រើនលើកច្រើនសារផ្នែកធំៗនៃជញ្ជាំងបាយអបានរបេះធ្លាក់ហើយគំនូរក៏បានរបេះធ្លាក់មកជាមួយដែរស្ថាបត្យករលោកវ៉ាន់បូលីវ៉ាន់បានសម្រេចចិត្តផ្លាស់ប្ដូរធ្នឹមទាំងនោះចេញទាំងដែលធ្នឹមមានអាយុកាលត្រឹមតែ60ឆ្នាំប៉ុណ្ណោះរួចជំនួសវិញដោយប្រព័ន្ធធ្នឹមថ្មីធ្វើពីបេតុងដើម្បីទ្រធ្នឹមបេតុងនោះត្រូវបណ្ដុះសសរបេតុងថ្មីដោយកាត់ទម្លុះជញ្ជាំងចាប់ពីគ្រឹះក្រោមរហូតដល់លើដូច្នេះការកាត់ទម្លុះតាមជញ្ជាំងពិតណាស់គឺតម្រូវឲ្យចោះជញ្ជាំងជ្រៅកាត់ពីលើគំនូរដោយជាងមិនរួចលោកវ៉ាន់មូលីវ៉ាន់មានគម្រោងគូគំនូរទាំងអស់ឲ្យដូចដើមវិញបន្ទាប់ពីការជួសជុលនេះរួចរាល់ដើម្បីសម្រេចការងារនេះលោកបានស្នើឲ្យសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគូចម្លងផ្ទាំងគំនូរទាំងអស់លើក្រដាសដូច្នេះហើយយើងធ្លាប់មានឯកសារចម្លងយ៉ាងលម្អិតនៃគំនូរទាំងនេះបើមើលតែមួយជ្រុងលោកវ៉ាន់មូលីវ៉ាន់បានលុបផ្ទាំងគំនូរតាមជញ្ជាំងខាងក្នុងចោលតែតាមពិតទៅលោកបានអភិរក្សគំនូរទាំងនេះដោយឲ្យគេគូចម្លងទុកយ៉ាងលម្អិតក្រោយមកតំណែងកាន់តែខ្ពស់ភារកិច្ចកាន់តែច្រើនរបស់លោកវ៉ាន់មូលីវ៉ាន់បូករួមជាមួយនឹងការធ្វើរដ្ឋប្រហារឆ្នាំ1970បានធ្វើឲ្យគម្រោងស្ដាររូបគំនូរឡើងវិញមិនអាចសម្រេចបានដូច្នេះការងារត្រូវទុកចោលទោះបីជារួចរាល់បានពាក់កណ្ដាលទីពលគឺការសាងសង់សសរបេតុងអាមេខាងក្នុងត្រូវបានបញ្ចប់ហើយការដំឡើងប្រព័ន្ធធ្នឹមថ្មីក៏ត្រូវបានបញ្ចប់ផងដែរអ្វីដែលឃើញបច្ចុប្បន្ននេះជាដំណាក់កាលដែលមិនទាន់បានបញ្ចប់ជាស្ថាពរដោយជញ្ជាំងលាបពណ៌ឈាមជ្រូកហើយនៅតែមើលឃើញដល់សប្តាហ៍ថ្ងៃនេះក្រដាសគំនូរចម្លងរងការខូចខាតទៅតាមធម្មជាតិទោះក្រដាសគំនូរចម្លងអាចរក្សាទុកបានមួយរយៈពេលប៉ុន្តែនៅទីបំផុតក៏ពុកផុយខ្ទេចខ្ទីអស់គេមិនអាចប៉ះឬអាចលាចាប់កាន់បានទៀតឡើយហើយក៏ត្រូវបានបាត់បង់អស់ទៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1980ទោះរក្សាទុកបានយូរគួរសមក៏ដោយព្រះអម្ចាស់ក្សត្រីនរោត្តមម៉ារីបានអនុញ្ញាតឲ្យខ្ញុំមកពិនិត្យឈុតហ្វីលកញ្ចក់ដែលបានរក្សាទុកនៅការិយាល័យរបស់ព្រះអង្គជាភ័ព្វសំណាងល្អហ្វីលកញ្ចក់ទី1ដែលខ្ញុំលើកយកមកមើលខ្ញុំស្គាល់ភ្លាមតែម្ដងព្រោះបានបង្ហាញឲ្យឃើញពីផ្ទាំងកញ្ចក់ពណ៌រាងជាផ្លិតលើបង្អួចហើយលក្ខណៈពិសេសនេះមានតែក្នុងព្រះវិហារព្រះកែវមរកតតែប៉ុណ្ណោះដូច្នេះខ្ញុំយល់ភ្លាមថាទាំងនេះជារូបថតផ្នែកខាងក្នុងនៃព្រះវិហារព្រះកែវមរកតរូបថតទាំងអស់ជាប្រភេទហ្វីលកញ្ចក់ដែលចាស់ខ្លាំងប្រហែលជាថតក្នុងទសវត្សរ៍ឆ្នាំ1920គួរឲ្យស្ដាយដែលហ្វីលកញ្ចក់ទាំងនេះថតជាពណ៌សខ្មៅប៉ុន្តែគុណភាពនៃរូបថតគឺល្អឥតខ្ចោះ